បាទទស្សនិកជនជាទីមេត្រីនៅថ្ងៃទី25ខែឧសភាឆ្នាំ2016នេះសកម្មជនគណបក្សសង្គ្រោះជាតិរួមទាំងប្រជាពលរដ្ឋមួយចំនួនបានប្រមូលផ្ដុំគ្នានៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើដោយពួកគេទទួលព័ត៌មានថាមានអាជ្ញាធររៀបចំត្រៀមនឹងចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាក៏ប៉ុន្តែព័ត៌មាននៃការចាប់ខ្លួនមកដល់ម៉ោងដែលយើងធ្វើសេចក្តីរាយការណ៍នេះលោកកឹមសុខាមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេក៏ប៉ុន្តែនៅព្រឹកមិញមានកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធស្វ័យប្រវត្តិបានឃាត់ខ្លួនលោកនៅតំបន់មួយនៅជិតផ្សារបឹងលេងកងជាប់នឹងមហាវិថីនរោត្តមហើយមកដល់ពេលនេះលោកកឹមសុខាបើតាមព័ត៌មានអះអាងថានៅស្នាក់ការរបស់លោកនៅឡើយហើយសមត្ថកិច្ចក៏បានរាយបណ្ដាក់គ្នានៅម៉ោងប្រមាណជា11ជិត12ថ្ងៃត្រង់នេះមួយរយៈខ្លីប៉ុន្តែក្រោយមកកម្លាំងដែលមានអាវុធស្វ័យប្រវត្តិនោះបានដកខ្លួនទៅវិញដោយស្ងាត់ស្ងាត់បន្ទាប់ពីមេធាវីសួររកលិខិតក៏ដូចជាដីកាបញ្ជាក់ពីតុលាការក៏ប៉ុន្តែទោះយ៉ាងណាមកដល់ពេលនេះយើងមិនទាន់ដឹងថាតើសមត្ថកិច្ចក៏ដូចជាតុលាការនឹងបានចេញដីកាចាប់ខ្លួនលោកកឹមសុខានៅឡើយទេក៏ប៉ុន្តែយើងឃើញអ្នកប្រមូលផ្ដុំគ្នានៅតែបន្តប្រមូលផ្ដុំហើយគណៈបក្សសង្គ្រោះជាតិក៏មិនទាន់ប្រកាសជំហរថានឹងមានជំហរយ៉ាងណាដល់ឡើយដែរហើយមេធាវីក៏មិនទាន់បង្ហាញថាតើអាជ្ញាធរក៏ដូចជាតុលាការនឹងមានវិធានការទៅលើអនុប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាយ៉ាងណាដល់ឡើយដែរទោះជាយ៉ាងណាពលរដ្ឋអះអាងថាពួកគេនឹងបន្តឃ្លាំមើលនៅមុខស្នាក់ការគណៈបក្សសង្គ្រោះជាតិនេះដរាបណាដឹងព័ត៌មានថាតើប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាត្រូវបានចាប់ខ្លួនឬក៏យ៉ាងណាពិតប្រាកដនោះប៉ុន្តែទោះយ៉ាងណាក៏ដោយគណៈបក្សសង្គ្រោះជាតិបានប្រកាសតាមឧបករណ៍បំពងសម្លេងនៅមុននេះបន្តិចថាបើសិនជាមានការចាប់ខ្លួនលោកកឹមសុខាមែនពួកគេស្នើសុំឲ្យអ្នកប្រមូលផ្ដុំនេះបន្តនៅអហិង្សាដោយមិនឲ្យតបតទៅលើសមត្ថកិច្ចទេដោយពួកគេស្នើសុំឲ្យអ្នកគ្រប់គ្រងប្រកាន់នៅអហិង្សាទោះបីជាករណីមានការចាប់ខ្លួនលោកកឹមសុខាក៏ដោយខ្ញុំយមសុខនរាយការណ៍ពីមុខស្នាក់ការគណៈបក្សសង្គ្រោះជាតិ